อารมณ์របស់អ្នកគឺជាអារម្មណ៍របស់កូនអ្នកជំរាបសួរសូមស្វាគមន៍មកកាន់វីដេអូស៊េរីស្ដីអំពីសុខភាពសម្ព័ន្ធភាពតើលោកអ្នកដឹងទេថាទារកនៅក្នុងផ្ទៃរបស់លោកអ្នកមិនត្រឹមតែលូតលាស់ក្នុងផ្ទៃរបស់លោកអ្នកទេប៉ុន្តែពួកគេដឹងនិងស្គាល់ពីអារម្មណ៍របស់លោកអ្នកជាពិសេសអ្នកម្ដាយដែលកំពុងពពោះពួកគេដឹងនិងមានអារម្មណ៍ដូចលោកអ្នកដែរផ្ទៃពោះគឺជាថ្នាក់រៀនទី1ហើយអ្នកម្ដាយគឺជាគ្រូបង្រៀនទី1បំផុតនៅក្នុងជីវិតរបស់កូនអ្នកដែលបង្រៀនអំពីអារម្មណ៍ប្រសិនបើអ្នកម្ដាយមានអារម្មណ៍ភ័យខ្លាចភ័យស្លន់ស្លោថប់បារម្ភធ្លាក់ទឹកចិត្តភ័យជាប្រចាំកូនរបស់លោកអ្នកក៏មានអារម្មណ៍នឹងដែរអ្វីដែលយើងជាឪពុកម្ដាយជាអ្នកម្ដាយមិនដឹងគឺថានៅពេលដែលអ្នកម្ដាយភ័យស្លន់ស្លោធ្លាក់ទឹកចិត្តកំសត់គ្រប់ពេលកំសត់ញឹកញាប់ឬក៏ជាប្រចាំប្រព័ន្ធភាពស៊ាំឬក៏ប្រព័ន្ធការពារ stress របស់ទារកនៅក្នុងផ្ទៃយើងហ្នឹងគាត់ប្រើប្រាស់ប្រព័ន្ធហ្នឹងដើម្បីតបតដើម្បីទប់ទល់ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពនិងអារម្មណ៍របស់ម្ដាយគាត់អត់បានប្រើប្រាស់ប្រព័ន្ធមួយហ្នឹងសម្រាប់រក្សានិងសម្រាប់ផ្សារភ្ជាប់ចំណងចិត្តស្រឡាញ់រវាងម្ដាយនិងកូនបានទេព័ន្ធនៅក្នុងខួរក្បាលនៅក្នុងកូនរបស់យើងហ្នឹងនៅក្នុងទារកហ្នឹងប្រើប្រាស់ប្រព័ន្ធដែលការពារខ្លួនប្រព័ន្ធការពារ stress ហ្នឹងទៅការពារគ្រាន់តែ stress ទេអត់បានប្រើប្រព័ន្ធហ្នឹងដើម្បីផ្សារភ្ជាប់ជាមួយម្ដាយឬក៏ស្រឡាញ់បង្កើតសំណងចិត្តស្រឡាញ់ជាមួយម្ដាយនោះទេសុវត្ថិភាពសន្តិសុខផ្លូវអារម្មណ៍របស់ម្ដាយរបស់អ្នកម្ដាយដែលកំពុងតែពពោះបង្កើតកូនដែលមានសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តល្អធន់និងរឹងមាំអ្វីដែលខ្ញុំនិយាយនេះវាមិនមែនជាការដែលថាអ្នកម្ដាយនឹងត្រូវតែស្ងប់រហូតត្រូវតែញញឹមរហូតត្រូវតែរីករាយរហូតគ្រប់ពេលនោះទេណាពីព្រោះយើងម្នាក់មានពេលណាសប្បាយរហូតនោះដែរតែអ្នកមានផ្ទៃពោះតែអ្នកមានទម្ងន់ឬក៏អ្នកអត់មានទម្ងន់អ្នកធម្មតាណាមិនមែនអ្វីដែលខ្ញុំនិយាយនេះគឺមិនមែនមានន័យថាអ្នកម្ដាយត្រូវតែមានអារម្មណ៍ស្ងប់រីករាយគ្រប់ពេលនោះទេប៉ុន្តែជាពេលវេលាដែលអ្នកម្ដាយទទួលអារម្មណ៍ថាពួកគាត់ត្រូវបានទទួលបានការគ្រប់គ្រងគ្រប់គ្រាន់ពីសំណាក់គ្រួសារពេលដែលគាត់ត្រូវការក្រុមគ្រួសារខ្លះហើយការពារអ្នកម្ដាយជ្រុលពេកមិនឲ្យធ្វើអ្វីពេកហ្នឹងក៏អត់សូវល្អដែរអនុញ្ញាតឲ្យអ្នកម្ដាយដែលកំពុងពពោះហ្នឹងធ្វើកិច្ចការដែលគាត់ចង់ធ្វើកុំហាមគាត់ប៉ុន្តែត្រូវការគ្រប់គ្រងគាត់នៅពេលដែលគាត់ត្រូវការឃើញគាត់ថាគាត់ជាមនុស្សនៅតែមានតម្លៃមនុស្សនៅតែសំខាន់ស្ដាប់គាត់នៅពេលដែលគាត់ចង់និយាយឆ្លើយតបនឹងតម្រូវការរបស់គាត់ប្រសិនបើគាត់ត្រូវការហើយសមហេតុផលជាពិសេសយល់ពីអារម្មណ៍របស់គាត់នៅពេលដែលគាត់ជួបការលំបាកមានគ្រួសារជាច្រើននៅពេលដែលស្ត្រីមានផ្ទៃពោះម្ដាយអ្នកម្ដាយដែលកំពុងពពោះគាត់ពិបាកគាត់រៀងរអ៊ូច្រើនបន្តិចគាត់ផ្លាស់ប្ដូរអារម្មណ៍រៀងមួម៉ៅបន្តិចវិនិច្ឆ័យអារម្មណ៍របស់គាត់ថាគាត់នឹងទម្រុនថាគាត់នឹងខ្ជិលថាគាត់នឹងខូចដល់ពេលមានទម្ងន់ខូចហើយថាគាត់នឹងផ្សេងទៀតអញ្ចឹងទៅគឺវិនិច្ឆ័យអារម្មណ៍របស់គាត់ថាគាត់នឹងចង់បានអត់សមហេតុផលអីអញ្ចឹងទៅហើយសូមគិតឡើងវិញប្រសិនបើយើងវិនិច្ឆ័យអារម្មណ៍អ្នកម្ដាយដែលកំពុងមានផ្ទៃពោះយល់ពីគាត់ជួយគ្រប់គ្រងគាត់ស្ដាប់គាត់បំពេញតាមតម្រូវការដែលលោកអ្នកជាស្វាមីឬជាសមាជិកគ្រួសារអាចផ្ដល់ឲ្យគាត់បាននៅពេលដែលលោកអ្នកគ្រប់គ្នាថែទាំចិត្តថែទាំបេះដូងអ្នកម្ដាយដែលកំពុងពពោះវាជាការថែទាំអនាគតកូនរបស់លោកអ្នកដូចគ្នាលោកអ្នកប្រហែលជាធ្លាប់ឮមានគេនិយាយច្រើនមែនតើក្នុងបណ្ដាញសង្គមឬក៏គ្រួសារឬក៏មើលឃើញមិត្តភ័ក្តិផ្សេងអនុវត្តអំពីការអានសៀវភៅឲ្យកូននៅក្នុងពោះស្ដាប់ការនិយាយជាមួយកូននៅក្នុងពោះស្ដាប់ហើយចាក់ភ្លេងដើម្បីឲ្យស្ងប់ឲ្យកូនស្ដាប់ហើយលេងជាមួយកូនទៅនឹងធម្មជាតិទាំងអស់ហ្នឹងលោកអ្នកប្រហែលជាធ្លាប់ឃើញធ្លាប់ឮតែឥឡូវក្នុងនាមជាចិត្តសាស្ត្រខ្ញុំចង់ជម្រាបថាពួកគាត់អ្នកដែលលោកអ្នកបានឮបានឃើញគាត់បែបហ្នឹងគឺពួកគាត់យល់ដឹងច្រើនអំពីការមានសុខភាពល្អនៅពេលមានផ្ទៃពោះពាក្យមួយដែលយើងនៅតែប្រើប្រាស់ហើយខុសគឺថា
ក្មេងវាអត់ដឹងអីទេហើយពាក្យហ្នឹងគឺខ្ញុំតែងតែលឺសំបីតែក្មេងកើតមករត់ដើរលេងនឹងក៏នៅតែលឺថាក្មេងវាអត់ដឹងអីទេសូមលោកអ្នកផ្លាស់ប្ដូរការគិតមួយនេះពីព្រោះក្មេងពីរោះពីព្រោះក្មេងចាប់ផ្ដើមដឹងស្គាល់ដឹងញៀនរបស់ម្ដាយដឹងអារម្មណ៍របស់ម្ដាយតាំងពីនៅក្នុងផ្ទៃពោះមកម្លេះដូច្នេះនៅពេលដែលយើងអានសៀវភៅម្ដាយស្ងប់កូនស្ងប់ឪពុកក៏អាចស្ងប់ដែរណាឪពុកម្ដាយកូនស្ងប់នៅពេលដែលយើងអានសៀវភៅជាមួយគ្នាឪពុកម្ដាយកូនស្ងប់នៅពេលដែលយើងអាចស្ដាប់ភ្លេងជាមួយគ្នាស្ដាប់ភ្លេងសកុតសង្គមជាមួយគ្នាហើយចំណងចិត្តស្រឡាញ់ហ្នឹងធ្វើឲ្យម្ដាយមានអារម្មណ៍ល្អខ្លាំងមែនតើហើយអារម្មណ៍ហ្នឹងហើយជាអ្វីដែលគាត់បញ្ជូនទៅកូនអូខេដូច្នេះប្រសិនបើលោកអ្នកដែលកំពុងមានផ្ទៃពោះជាពិសេសអ្នកម្ដាយដែលកំពុងមានផ្ទៃពោះអ្វីដែលអាចទម្លាក់បានខឹងមួម៉ៅស្អប់កំសត់អីទាំងអស់ហ្នឹងឬក៏ព្រួយបារម្ភអីហ្នឹងមិនអាចទម្លាក់បានទម្លាក់ដើម្បីកូនរបស់យើងប្រសិនបើលោកអ្នកមិនអាចទម្លាក់បានទេទាំងអស់ហ្នឹងអត់ទៅណាទេនៅកូនរបស់យើងហ្នឹងហើយដល់ពេលដែលកូនកើតចេញមកច្រើននិយាយថាតែខ្លះនិយាយថាកូននឹងកាត់តរណាគេគឺក៏កំសត់ច្រើនហ្មងខឹងច្រើនហ្មងចេញមកពីអ្នកម្ដាយនឹងឯងណាបើសិនបើអ្នកជាអ្នកម្ដាយថែទាំចិត្តថែទាំបេះដូងរបស់ខ្លួនឯងល្អនៅពេលពោពោះវាស្មើនឹងយើងថែទាំអនាគតកូនរបស់យើងដូចគ្នាពួកគេនឹងធំលូតលាស់ខ្លាចជាបុគ្គលដែលមានដែលរឹងមាំដែលធន់ដែលរឹងមាំទោះបីជាមានរឿងអីកើតឡើងក្នុងជីវិតរបស់គេប៉ុន្តែគេចេះគ្រប់គ្រងគេអត់ឲ្យអារម្មណ៍ហ្នឹងគ្របសន្ធប់គេទាំងមូលនោះទេសូមមើលវីដេអូទី1វីដេអូទី2វីដេអូទី3របស់យើងដែលយើងនិយាយតាំងអំពី dating ការណាត់ស្វែងរកដៃគូការបង្កើតគ្រួសារការចង់មានកូនឥឡូវនេះយើងនិយាយអំពីវីដេអូការមានផ្ទៃពោះហើយសូមតាមដានเพจរបស់ស្នេហាបន្តទៀតនៅវីដេអូក្រោយៗទៀតវីដេអូក្រោយខ្ញុំនឹងនិយាយអំពីសុខភាពផ្លូវអារម្មណ៍មុនពេលសម្រាលនិងពេលសម្រាលនិងក្រោយពេលសម្រាលអូសម្រាប់លោកអ្នកដែលជាឪពុកក៏បានម្ដាយក៏បានហើយធ្លាប់ឆ្លងកាត់បទពិសោធន៍មានផ្ទៃពោះឬក៏កំពុងមានផ្ទៃពោះសូមកុំភ្លេច comment នៅក្នុងវីដេអូនេះផងថាលោកអ្នកមានអារម្មណ៍អ្វីខ្លះនៅពេលមានផ្ទៃពោះហើយសូមចែករំលែកវីដេអូនេះបន្តទៅឲ្យអ្នកដែលកំពុងមានផ្ទៃពោះដើម្បីឲ្យគាត់ដឹងឬចេះបង្ការនិងបង្កើតសុខភាពផ្លូវចិត្តរបស់គាត់ជាពិសេសបង្ការនិងបង្កើតសុខភាពផ្លូវចិត្តរឹងមាំឲ្យកូនរបស់គាត់ជួបគ្នានៅវីដេអូក្រោយ